ថ្ងៃនេះខ្ញុំធ្វើក្រូចក្លុកបងប្អូនដែលមានក្រូចសាច់ជូរជូរកុំទុកចោលយកមកធ្វើអញ្ចេះមកធានាថាឆ្ងាញ់ហ្មងក្រូចក្លុកជាមួយនឹងអំបិលនេះអត់ពិបាកធ្វើទេបើបានខ្លះសេតិចទៀតញ៉ាំរត់តែឆ្ងាញ់បងដែលមានមិត្តស្រីចូលចិត្តញ៉ាំអាជូរធ្វើអញ្ចេះឲ្យគាត់ញ៉ាំទៅដឹងតែស្រឡាញ់បាត់មុខមិនបានហ្មងដូចត្រូវស្នេហ៍អញ្ចឹងមនុស្សស្រីមិនមែនជាមនុស្សដែលចូលចិត្តរកគ្រឿងច្រើនទេចង់យកចិត្តគាត់ក៏អត់ពិបាកដែរអីដែលគាត់ចូលចិត្តយើងធ្វើហ្នឹងទៅហើយអីដែលគាត់ហាមគាត់មិនពេញចិត្តហ្នឹងយើងកុំធ្វើបានតែប៉ុណ្្នឹងមកនិយាយមែនស្រឡាញ់ងប់ងល់ដកចិត្តអត់រួចហ្មងតោះអញ្ចឹងចូលមកដល់សាច់រឿងខ្ញុំវិញម្ដងក្រូចនេះនៅស្ទើររៀងសាច់ជូរខ្លាំងដែរយកមកហ្នឹងគឺខ្ញុំចិត្តសបកខាងក្រៅហើយនៅបកសបកសនៅខាងក្នុងមកតង់ទៀតពួកយើងយកទៅក្លុកជាមួយអំបិលម្ទេសបើយើងចិត្តនៅសបកច្រើនពេកញ៉ាំអត់កើតទេអញ្ចឹងចិត្តសបកខៀវចេញហើយរួចស្អាតហើយហ្នឹងគឺខ្ញុំចាប់ដើមមកឆ្កឹះបកសបកសនឹងមកតង់ទៀតក្រូចក្លុកនេះបងប្អូនចង់ធ្វើក្រូចពោធិ៍សាត់ដូចខ្ញុំចេះក៏បានឬក៏ធ្វើក្រូចឆ្មាបើក្រូចឆ្មាវារៀងជូរខ្លាំងពេកបងប្អូនណាដែលចាញ់ជូរប្រកាសជាពិបាកញ៉ាំហើយអញ្ចឹងយកក្រូចដែលយើងញ៉ាំនឹងយកមកធ្វើវាអត់សូវជូរខ្លាំងដូចក្រូចឆ្មាទេយ៉ាងណាក៏វាក្រាន់ជាងក្រូចឆ្មាដែរបន្ទាប់ពីបកសបកសខាងក្រៅនឹងចេញអស់ហើយហ្នឹងគឺខ្ញុំយកក្រូចហ្នឹងមកហាន់ជាចំណិតយើងចង់ហាន់តូចហាន់ធំតាមបេះដូងសម្រាប់ខ្ញុំក្រូចមួយផ្លែហ្នឹងគឺខ្ញុំពុះជា3ឬក៏ជា4តាមក្រូចតូចធំអញ្ចឹងណាក្របវាចង់ឆ្កឹះចេញក៏បានទុកដូចខ្ញុំក៏បានដែរហើយបដូរកណ្ដាលហ្នឹងគឺយើងឆ្កឹះចេញឲ្យស្អាតមកដើម្បីនៅពេលដែលយើងញ៉ាំទៅវាស្រួលញ៉ាំដែរក្រូចណាដែលរាងស្កកមកចំហៀងហ្នឹងក៏ខ្ញុំចិត្តចាញ់ខ្ញុំយកតែក្រូចណាដែលសាច់ពេញយើងញ៉ាំបានអញ្ចឹងទៅបន្ទាប់ពីចិត្តក្រូចហើយខ្ញុំដាក់ក្រូចនោះក្នុងចានដែកធំមួយទុកចោលម្លែកឥឡូវនេះគឺខ្ញុំចាប់ផ្ដើមមកលាយគ្រឿងអំបិលហ្នឹងគឺខ្ញុំអត់បុកទេខ្ញុំលាយគ្រឿងយកហ្មងខ្ញុំដាក់ស្ករសអំបិលប៊ីចេងម្ទេសហុយដាក់ទៅតាមចំណូលចិត្តបើក្រូចយើងច្រើនយើងលាយច្រើនតាមនឹងដែរបន្ទាប់ពីដាក់ម្ទេសហុយរួចហើយយើងភ្លក់រសជាតិអំបិលយើងទៅសាប្រៃផ្អែមប៉ុណ្ណាអីយើងលៃមើលតាមនឹងទៅបន្ទាប់ពីលាយគ្រឿងអំបិលរួចហើយភ្លក់ត្រូវតាមបេះដូងអស់ហើយក៏យើងយកអំបិលហ្នឹងមករោយនៅលើក្រូចដែលចិត្តមិញហ្នឹងរោយទាំងអស់ហ្មងព្រោះអត់មានទុកអីត្រូវជ្រលក់អីទៀតទេគឺក្រូចក្លុកជាមួយនឹងអំបិលក្លុកហើយយើងអាចយកក្រូចហ្នឹងទៅដាក់ក្លាសេទុកក្នុងទូតិចនិយាយពីថាញ៉ាំទៅឆ្ងាញ់ហ្មងញ៉ាំអត់មានអារម្មណ៍ដឹងថាក្រូចនឹងជូរទេម្ទេសហុយនេះបើសិនជាបងប្អូនអត់ប្រសពហិលដូចខ្ញុំទេដាក់តែបន្តិចទៅបានហើយព្រោះថាគ្រាន់តែឆូច្បល់នេះក៏ឆ្លក់ដែរយាយមែនដាក់ចូលក្នុងមាត់ភ្លក់នឹងក៏ឆ្លក់ទៀតនិយាយទៅម្ទេសហុយនេះគឺហិលហោះសាហាវព្រៃផ្សៃអញ្ចឹងបើបងប្អូនធ្វើញ៉ាំអីបន្ថយម្ទេសហុយដាក់តិចមើលសិនណាបន្ទាប់ពីច្បល់សពហើយខ្ញុំផ្អាប់ទុកចោលស្ទុះដាក់ក្លាសេទុកក្នុងទូត្រជាក់ចោលប្រហែលជាកន្លះម៉ោងមើលតែក្រូចនឹងត្រជាក់យកមកញ៉ាំហ្មងមុននឹងញ៉ាំនេះគឺខ្ញុំបានរោយស្ករសពីលើនឹងតិចទៀតបើសិនជាបងប្អូនអត់សូវចូលចិត្តផ្អែមទេមិនដាក់ស្ករសបន្ថែមក៏បានដែរក្រូចខ្ញុំនឹងវារៀងជូរទុកមួយសន្ទុះទៅគឺក្រូចចេញទឹកមកហើយវាអត់សូវផ្អែមអញ្ចឹងខ្ញុំក៏បន្ថែមស្ករបន្តិចទៀតពីលើមុននឹងញ៉ាំហើយខ្ញុំថែមម្ទេសហុយជាមួយនឹងបង្គាក្រៀមបើសិនជាអត់មានមិនដាក់ក៏បានដែរណារោយបន្ថែមពីលើអញ្ចឹងទៅនៅពេលដែលយើងញ៉ាំប៉ះបង្គាក្រៀមមួយដាក់ចូលក្នុងមាត់ទៅវាឈ្ងុយឆ្ងាញ់ខ្ញុំអត់ដាក់នៅក្នុងនឹងឲ្យហើយដោយសារអត់ចង់ឲ្យបង្គាក្រៀមរបស់យើងនឹងវាចូលជាមួយក្រូចទៅវារៀងរីកចេញទឹកញ៉ាំទៅអត់សូវឆ្ងាញ់ទេអញ្ចឹងមុននឹងញ៉ាំគឺខ្ញុំយក100បន្ថែមពីលើក្រៅនិយាយពីថារសជាតិនេះដាក់មួយម៉ាត់ណាក៏ពេញចិត្តដែរយីមែនហិលក៏ហិលរសជាតិក៏មកល្មមឆ្ងាញ់អូខ្ញុំចូលចិត្តមែនតើបងប្អូនហើយខ្លះសេតិចធ្វើញ៉ាំលេងក៏បានយប់ឡើងមើលរឿងមើលអីអប់សុកមាត់អីធ្វើទុកញ៉ាំពេលយប់ហ្នឹងគឺត្រូវហ្មងជាពិសេសអ្នកដែលគាត់ចូលចិត្តញ៉ាំអីជិបចប់ពេលយប់ដូចខ្ញុំសាកធ្វើទុកទៅនេះថាញ៉ាំមកជក់មាត់ហ្មងអញ្ចឹងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចំណាយពេលវេលាទស្សនាជួបគ្នានៅវីដេអូក្រោយសម្រាប់សំណួរឬចង្អុលឲ្យបន្ថែមអាច comment នៅខាងក្រោមជម្រាបលាបាយ